Review សួរបងប្អូនអរនេះចឹងសម្រាប់បងប្អូនដែលទិញសេវាកម្ម Review ចង់ដឹងថាតើសេវាកម្មមួយណាដែលដើរលឿនហើយ description នៃសេវាកម្មហ្នឹងវាពណ៌នេះយ៉ាងម៉េចដើម្បីឲ្យយើងទិញទៅវាបានត្រឹមត្រូវណាចឹងសម្រាប់សេវាកម្មដែលវាដើរលឿនយើងត្រូវឆែកមើលកន្លែង average time បាទចឹងមកឲ្យរងចាំយូរបងប្អូនចូលទៅកាន់ website មកតបមកបងប្អូនជ្រើសរើស logo Facebook អូខេចឹងបន្តមកទៀតយើងselect លើ category Facebook review បាទនេះចឹងសម្រាប់វីដេអូនេះគឺសម្រាប់វីដេអូវែងៗចឹងណាបាទនេះក៏ real view ដែរបាទនេះបានទាំងវីដេអូបានទាំង real បាទចឹងវាដើរបានទាំងពីរណាអូខេចឹងខ្ញុំសូមបញ្ចូលតែក្នុង category នេះទេពេលដែលយើងយកក្នុង category ហ្នឹងយើងទិញសេវាកម្មមួយណាក៏បានដែរអូខេចឹងនៅក្នុងសេវាកម្ម real view យើងអាចទិញសេវាកម្មដែលដើរលឿនយើងដោយយើង check មើលកន្លែង average time ណាបាទសេវាកម្មខ្លះវា show ឲ្យយើងឃើញ average time សេវាកម្មខ្លះអត់មានឃើញទេបាទអូខេចឹងក្នុង category នេះវាមាន4សេវាកម្ម4-5សេវាកម្មដែរបាទនៅសេវាកម្មទី1នេះវាមាន average time នេះកន្លែងនេះ average time ហ្នឹងវាចង់សំដៅទៅលើការបញ្ជាទិញចុងក្រោយនៃការ order ទៅលើ website ហ្នឹងណាចឹងជាមធ្យមភាគបាទអានេះគឺសល់2ម៉ោង20នាទីចឹងបើសិនណាជា average time ហ្នឹងសល់ក្រោម1ម៉ោងវាអាចនឹងដើរលឿនចឹងបើសិនណាជាវាចង់មានន័យថាការបញ្ជាទិញលើសេវាកម្មហ្នឹងបើសិនណាជាវាមានការ order ច្រើនលើសេវាកម្មហ្នឹងវានឹងដើរយឺតចឹងណាចឹងបើសិនណាជាមានការបញ្ជាទិញតិចគឺម៉ោងហ្នឹងវាថយចុះយើងអាចទិញបានដែរចឹងបើបងប្អូនឆែកមើលសេវាកម្មណាមួយដែលយើងចង់ទិញឃើញ average time ឡើយនេះវាទៀតអាហ្នឹងយើងទិញទៅវាដើរលឿនដែរបាទក្រោម1ម៉ោងគឺដើរលឿនមែនទែនអាចថា2ម៉ោងភ្លឺតអីចឹងទៅតែបើ3-4ម៉ោងអញ្ចឹងអានឹងវាត្រូវការរត់ដល់អាចថា24ម៉ោងឬក៏48ម៉ោងអញ្ចឹងទៅអូខេអញ្ចឹងស្រាប់សេវាកម្មទី1នេះវាអត់មាន description នៃសេវាកម្មទេតែយើងអាចមើល title ដែលគេបញ្ជាក់បានបាទអានេះសម្រាប់ real view បាទហើយយើងដាក់ប្រមាណក៏បានដែរ max unlimited ណាបាទហើយជាមធ្យមដែលគេអាចដើរបានហ្នឹង100ទៅ 500k ក្នុងមួយថ្ងៃអញ្ចឹងសម្រាប់សេវាកម្មហ្នឹងវាអាចដើរ view បានប៉ុណ្ណឹងតែបើសិនណាជា order លើសេវាកម្មហ្នឹងវាមានតិចការបញ្ជាទិញលើសេវាកម្មហ្នឹងវាមានតិចវាអាចដើរលឿនជាងនឹងទៀតអូខេហើយតម្លៃវាប៉ុណ្ណេះបាទ 1k យើងចំណាយអស់ 0.03 សេនទេបាទអញ្ចឹងយើងមើលសេវាកម្មទី2វិញអានេះរហូតដល់12ម៉ោងបាទអញ្ចឹងមានន័យថាវាត្រូវការពេលច្រើនម៉ោងដើម្បី complete ណាអូខេសេវាកម្មទី3 average time ក៏3ម៉ោងដែរវារៀងដើរយឺតដែរអូខេតែមធ្យមប៉ុណ្ណឹង2-3ម៉ោងអីធម្មតាបងប្អូនយើងអាចទិញបានយើងអាចរងចាំ1ម៉ោងទៅដល់12ម៉ោងអីវាអាច complete ដែរអញ្ចឹងណាអានេះaverage time ដល់8ម៉ោងបាទហើយត្រូវការពេលអាចថា24ម៉ោងបាទអញ្ចឹងវាអាច complete ដែរជួនកាលត្រឹម8ម៉ោងអញ្ចឹងណាអូខេអញ្ចឹងសម្រាប់ការទិញសេវាកម្មផ្សេងក៏ដូចគ្នាដែរបងប្អូនអាចឆែកមើលកន្លែង average time នឹងបានអញ្ចឹងបើសិនណាក្រោម1ម៉ោងគឺវាដើរលឿនជាងមធ្យមបាទវាដើរលឿនមែនតើអញ្ចឹងក្រោម1ម៉ោងកន្លែង average time ហ្នឹងបងប្អូនអាចទិញបានទៅយើងឆែកមើលកន្លែង average time នៅលើសេវាកម្មណាមួយដែលយើងចង់ទិញណាអូខេអញ្ចឹងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងបើបងប្អូនមានចម្ងល់អាច comment ក្រោមវីដេអូឬក៏ឆាតសួរខ្ញុំបន្ថែមក៏បានដែរបាទអរគុណច្រើនបាយបាយ